សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញបងប្អូនអំពីរបៀបកាត់តវីដេអូនៅក្នុង CapCut ហើយយើង export វីដេអូនឹងចេញដោយមិនបង់ប្រាក់ហើយបានវីដេអូ 4K ទៀតបាទគឺ upload វីដេអូចេញជាប្រភេទ 4K ឬក៏ 2K ហើយមិនត្រូវការបង់ប្រាក់នៅលើ CapCut បាទឥឡូវខ្ញុំធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាព្រោះថាមួយរយៈចុងក្រោយនេះគឺ CapCut គឺត្រូវឲ្យយើងឲ្យអ្នកដែលកាត់វីដេអូនៅលើ CapCut ហ្នឹងគឺត្រូវការភ្ជាប់ជា CapCut Pro ដើម្បីបង់លុយឲ្យគេអញ្ចឹងដើម្បីថាយើងកាត់តវីដេអូបាន 4K ឬក៏1080ក៏គិតលុយដែរអញ្ចឹងខ្ញុំក៏រើបានវិធីសាស្ត្រមួយហើយក៏ចែករំលែកដល់បងប្អូនទាំងអស់គ្នាពីមុនយើងមិនចូលនឹង CapCut ធម្មតានេះមកហើយយើងនឹងចូលកន្លែងកាត់តកន្លែង edit video ហ្នឹងយើងចុចបូកយកសញ្ញា edit video ជ្រើសរើសវីដេអូហើយចុច add មកវានឹងចេញបែបចេះហើយពេលហ្នឹងបងប្អូននឹងកាត់តវីដេអូបងប្អូននឹងប៉ះខាងលើដើម្បីជ្រើសរើសយកកម្រិតដែលច្បាស់បាទបងប្អូនកាត់ឥឡូវនេះត្រឹមពីមុន 2K 4K ហ្នឹងគឺ free ទេតែឥឡូវបងប្អូនឃើញជាក់ស្ដែងបងប្អូនឃើញទេគេដាក់ត្រឹម1080នេះគឺប្រើប្រាស់បានតែ2ដងទេលើ2ដងទៅគេនឹងចាប់ដើមឲ្យយើងបង់ប្រាក់ទៀតដែរបងប្អូនហើយបើ 4K អត់ទេអត់មានការលើកលែងឡើយគ្រាន់តែយើងអូសទៅដល់កន្លែង 4K គឺនឹងលោតឲ្យយើង upgrade ទៅ Pro ដើម្បីបង់លុយអញ្ចឹងណាបាទគឺអត់បានទេចុច export ចុចអត់បានតែម្ដងអញ្ចឹងខ្ញុំមានវិធីសាស្ត្រមួយបាទនេះយើងមានកម្មវិធី CapCut មួយទៀតប៉ុន្តែជាប្រភេទ CapCut version China បាទ version ចិនហ្នឹងនេះបងប្អូនឃើញស្រាប់ហើយនេះគឺយើងកាត់តគឺកម្មវិធីនេះគឺកាត់តវីដេអូដូច CapCut global អញ្ចឹងដូចគ្នាបែបបិទគាត់ថានេះជាប្រភេទ China version អញ្ចឹងណានេះបងប្អូនខ្ញុំនឹងបង្ហាញបងប្អូនជាក់ស្ដែងបងប្អូនចូលក្នុង CapCut ហ្នឹងមកហើយសូមបងប្អូនមើលទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំនឹងប្រាប់អំពីវិធីនៃការដំឡើងបាទនៃការដំឡើង CapCut version China ហ្នឹងបាទឥឡូវខ្ញុំចូលឡើង Add Project ហើយខ្ញុំជ្រើសរើសវីដេអូមួយចុច HD ដូចគ្នាចុច Add បាទហើយយើងនឹងចេញបានដូចគ្នាកម្មវិធីដូចជានឹង CapCut global មិនអញ្ចឹងបងប្អូនឃើញទេនេះកន្លែងនេះគេដាក់1080ដែរខ្ញុំប៉ះលើហ្នឹងដូចគ្នាប៉ុន្តែបងប្អូនឃើញកន្លែងនេះអត់មានលោតដាក់សញ្ញារូបត្បូងពេជ្រទេបងប្អូនអាចអូសដល់ 2K ក៏អត់លោតឲ្យយើងបង់ប្រាក់ដែរតទៅទៀតបងប្អូនអូសមក 4K ល្បឿនframe rate 60អូសនេះ port គឺទៀតដាក់ HDR ទៀតនៅតែអត់មានការបង់ប្រាក់ឲ្យយើងភ្ជាប់ CapCut Pro ដែរបងប្អូនឃើញជាក់ស្ដែងខ្ញុំវិញខ្ញុំ edit video យើងកាត់ទៅពាក់ព័ន្ធជាមួយនឹងកម្មវិធីទៀតសោតបងប្អូនឃើញមានកម្មវិធីដូចគ្នាទាំងអស់តែម្ដងបងប្អូនអូសមកនេះដូចគ្នាតែម្ដងដូចគ្នាជាមួយនឹង CapCut global នោះមិនអញ្ចឹងនេះគឺជាភេទ CapCut version China ហើយយើងចុច export មកបងប្អូនខ្ញុំនឹងចុច export video 4K បងប្អូនឃើញនេះកន្លែងនេះគេដាក់ 4K ហើយខ្ញុំ export មកបងប្អូនឃើញដោយសារវីដេអូវាខ្លីដូចអញ្ចឹងវាលឿនបាទដោយសារវីដេអូហើយចុចដានមកវីដេអូខ្លី 4K បងប្អូននឹងឃើញវីដេអូ2ឃើញនេះមិញ upload មកមួយមិញ export មកចេញមកមួយមិញបងប្អូនហើយវីដេអូនេះឃើញ2បងប្អូនគឺមួយគឺជា upload វីដេអូដែលខ្ញុំបាន export ចេញមកមិញហើយវីដេអូទេវីដេអូដើមគឺកម្រិត 4K ទាំងអស់តែម្ដងបងប្អូន3840 គុណ 2660នេះក៏3840 គុណ 2660ដែរមិនមែនវីដេអូតែមួយវីដេអូ export មកមិញបាទហើយខ្ញុំនឹងប្រាប់អំពីវិធីដំឡើងបាទអានេះខ្ញុំដំឡើងនៅលើ Huawei P40 Pro ហើយមួយទៀតនឹងប្រភេទ China version បាទនៅលើ MatePad នេះក៏ដំឡើងបានដូចគ្នាប្រភេទ China version ដូចគ្នានេះ
ហើយវិធីដំឡើងបងប្អូនចូលកន្លែង app gallery កន្លែង download កម្មវិធីបងប្អូនប្រើទូរស័ព្ទផ្សេងបងប្រើចូលកន្លែងដំឡើងកម្មវិធីមកបងខ្ញុំ Huawei ខ្ញុំចូលកន្លែង app gallery មកចូលកន្លែង app gallery gallery និយាយសូមជាស្រ័យនិយាយហត់ទៅ app gallery ហើយបងប្អូនចុចកន្លែង search មកហើយស្វែងវាដាក់ CapCut មក CapCut ចុច search បងប្អូននឹងឃើញ2បាទ2នេះឥឡូវនេះsẽ update ដោយសារខ្ញុំដំឡើងនៅលើទូរស័ព្ទហើយឥឡូវគេឲ្យ update ហើយកន្លែងនេះទៀតសោតនេះ CapCut global ដែលមានជាភាសាអង់គ្លេសនេះខាងលើនេះគេដាក់ update ដោយសារខ្ញុំដំឡើងនឹងដែរអញ្ចឹងណាបងប្អូនចុច install មកវាពាក្យ CapCut ចុច install យកនេះ CapCut ដែលមានរូបក្នុងស CapCut សញ្ញានេះហ្នឹងអក្សរចិនហ្នឹងបាទខុសគ្នានេះបងប្អូនឃើញខុសគ្នានេះពណ៌ខ្មៅអានេះពណ៌សហើយក្នុងវាខ្មៅឬសគេដាក់វិជាគ្នាប៉ុន្តែសម្គាល់លើអក្សរចិនហ្នឹងជា CapCut version China ហើយគឺលយមែនតើបងប្អូនកាត់តវីដេអូដោយមិនបាច់ចំណាយលុយងាយស្រួលតែម្ដង 4K ដូចគ្នាបាទហើយកម្មវិធីកាត់ហ្នឹងគឺមានដូចគ្នាសឹងទាំងអស់ហើយប៉ុន្តែគាត់ថាជាអក្សរចិនបាទយើងកាត់តវីដេអូយើងកាត់តតែធម្មតាអញ្ចឹងទៅបាទនេះគឺជាការដោះស្រាយបញ្ហាមួយដែលខ្ញុំបានជួបប្រទះហើយខ្ញុំក៏រៀងលំបាកដែរដោយសារតែយើងកាត់វីដេអូល្មមទេប៉ុន្តែវានឹងគិតលុយហើយយើងក៏មិនត្រូវការក្នុងការចំណាយនៅលើការបង់ CapCut Pro ដែរអញ្ចឹងនេះគឺជាវិធីសាស្ត្រមួយដើម្បីជួយដោះស្រាយដល់បងប្អូនក៏ដូចជាខ្ញុំផងដែរបាទហើយវីដេអូក៏មានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាបងប្អូនពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយ share ឲ្យបងប្អូនដទៃទៀតឲ្យគាត់បានដឹងអំពីរបៀបនៃការដំឡើងការកាត់តវីដេអូដោយមិនចាំបាច់បង់លុយនៅលើ CapCut បាទហើយសូមជួយចុច subscribe ជួយចុច comment បើសិនជាបងប្អូនមានបញ្ហាចម្ងល់បន្ថែមអញ្ចឹងណាខ្ញុំនឹងចេញវីដេអូបន្តទៀតបាទសូមអរគុណសូមជម្រាបលា